ចង់ឲ្យដំណាំផ្លែច្រើននិងដើមរឹងមាំមែនទេកុំរំលងវិធីជំរុះកូនរុក្ខជាតិមួយនេះការជំរុះកូនរុក្ខជាតិគឺជាកិច្ចការដ៏ចាំបាច់បំផុតមួយដើម្បីធានាបាននូវការលូតលាស់ដ៏រឹងមាំនិងទទួលបានទិន្នផលខ្ពស់គួរជាទីគប់ចិត្តដំណើរការនេះចាប់ផ្ដើមឡើងដោយការដកកូនរុក្ខជាតិដែលទន់ខ្សោយចេញហើយរក្សាទុកតែដើមណាដែលរឹងមាំជាងគេដោយទុកចន្លោះពីដើមមួយទៅដើមមួយទៀតឲ្យឃ្លាតពីគ្នាប្រហែល 0.45 ម៉ែត្រទៅ 0.6 ម៉ែត្រការធ្វើបែបនេះគឺដើម្បីកាត់បន្ថយការដណ្ដើមគ្នាស្រូបពន្លឺព្រះអាទិត្យនិងទឹកក៏ដូចជាសារធាតុចិញ្ចឹមដែលមាននៅក្នុងដីនៅពេលដែលរុក្ខជាតិចាប់ផ្ដើមពេញវ័យអ្នកដាំដុះត្រូវយកចិត្តទុកដាក់កាត់តម្រឹមតែមែកតូចៗដែលដុះនៅចន្លោះមែកធំៗនិងដើមការជំរុះមែកតូចៗទាំងនេះចោលនឹងជួយឲ្យរុក្ខជាតិប្រមូលផ្ដុំថាមពលទាំងស្រុងទៅចិញ្ចឹមផ្លែឲ្យមានសាច់ល្អជាជាងការយកថាមពលទៅចិញ្ចឹមស្លឹកដែលដុះច្រើនលើសលប់លើពីនេះការជំរុះមែកក៏ជួយឲ្យខ្យល់អាកាសអាចចេញចូលជុំវិញដើមបានល្អដែលជាកត្តាកាត់បន្ថយហានិភ័យនៃការកើតជំងឺផ្សិតផ្សេងៗបានយ៉ាងមានប្រសិទ្ធភាពតាមរយៈការជំរុះកូនរុក្ខជាតិនិងមែកឲ្យបានត្រឹមត្រូវវានឹងជួយឲ្យដំណាំរបស់អ្នកដុះមកមានដើមរឹងមាំផ្លែផ្កាមានទំហំធំល្អហើយថែមទាំងជួយឲ្យលោកអ្នកងាយស្រួលក្នុងការថែទាំនិងប្រមូលផលពេញមួយរដូវកាលដោយភាពរីករាយបំផុតប្រិយមិត្ត RT News យល់យ៉ាងណាដែរចំពោះចំណេះដឹងកសិកម្មដ៏ល្អមួយនេះបើពេញចិត្តកុំភ្លេចចុច like ចុច comment និងចុច share ដើម្បីជាកម្លាំងចិត្តដល់ RT News ផងណា